ព្រះយេស៊ូវចេះបាត់ភ្នែកស្រមៃដោយសាសនានៃប្រទេសកម្ពុជាឬទេមិនអញ្ចឹងទេកូនចេះណាកូនណាសាសនាព្រះយេស៊ូវគ្រីស្ទនិងពុទ្ធសាសនាគឺជាសាសនាពីរខុសគ្នាសាសនាព្រះយេស៊ូវគ្រីស្ទហៅថាគ្រីស្ទសាសនាណាជារស់គ្រីស្ទសាសនាគឺយកគោលជំនឿជាធំគោលជំនឿជាធំមានន័យថាយើងជឿព្រះដូរនឹងសេចក្តីស្រឡាញ់ហើយនឹងលុះបាបបើយើងចូលព្រះយេស៊ូវយើងចូលសាសនា Christian ទី1គឺយើងទទួលស្គាល់ថាយើងកើតមកមានបាបហើយបាបហ្នឹងយើងមានសេចក្តីប្រាថ្នាចង់ឲ្យព្រះលោកលុបបាបឲ្យយើងដល់ចង់ឲ្យព្រះលោកលុបបាបឲ្យយើងមានលក្ខខណ្ឌដូចតទៅលក្ខខណ្ឌទី1គឺយើងសារភាពថាយើងបាបដែលហៅថា repentance ទី2យើងទទួលឲ្យព្រះលោកលុបបាបឲ្យយើងគឺយើង baptize ណា baptism គឺយើងទទួលលាងបាបលុបបាបទី3យើងទទួលព្រះបន្ទូលរបស់ព្រះហើយអនុវត្តតាមព្រះហឫទ័យមានន័យថា you number 1 you repent number 2 you baptize number 3 follow the words of God ហ្នឹងគឺលក្ខខណ្ឌព្រះយេស៊ូវមាន3ហ្នឹងខុសគ្នាពីសាសនាព្រះសម្ពុទ្ធសាសនាព្រះសម្ពុទ្ធមាន3ដូចគ្នាក៏ប៉ុន្តែខ្មែរយើងអត់ដែលយកអត់ដែលទេខ្មែរយើងនិយាយថាខ្ញុំគ្រប់ពុទ្ធសាសនាខ្ញុំប្រតិបត្តិពុទ្ធសាសនាឡាវក៏អញ្ចឹងលង្កាក៏អញ្ចឹងភូមាក៏អញ្ចឹងថៃក៏អញ្ចឹងប៉ុន្តែអត់ធ្វើ3ហ្នឹងទេប្រជាជនខ្មែរ20លាននាក់ប្រហែលជា 80% បានទទួលតែខ្លួនកាន់ពុទ្ធសាសនាប៉ុន្តែនៅក្នុង 80% ហ្នឹងប្រហែលជា 98% ប្រហែលជា 98% គឺមិនកាន់ពុទ្ធសាសនាទេហើយស្អីទៅហៅថាមិនកាន់ពុទ្ធសាសនាមិនប្រតិបត្តិពុទ្ធសាសនាពីព្រោះអត់ទទួល3ហ្នឹងទេ3យ៉ាងនៃពុទ្ធសាសនាគឺទី1ទទួលស្គាល់ព្រះសម្ពុទ្ធជាបរមគ្រូទី2ទទួលស្គាល់ថាអ្នកដែលពន្យល់ណែនាំផ្សព្វផ្សាយនៅព្រះបន្ទូលឬព្រះពុទ្ធដីកាដែលព្រះសម្ពុទ្ធព្រះអង្គទ្រង់ចំណាយ45ឆ្នាំធ្វើកិច្ចការហ្នឹងគឺព្រះសង្ឃហ្នឹងទី1ទទួលថាព្រះសម្ពុទ្ធជាបរមគ្រូទី2ព្រះសង្ឃជាអ្នកផ្សព្វផ្សាយនៅធម៌ទី3គឺបុគ្គលខ្លួននេះថ្វាយខ្លួនប្រគល់ខ្លួនចំពោះរតនត្រ័យណារតនត្រ័យគឺព្រះធម៌ថ្វាយខ្លួនទៅតាមធម៌ហើយកាលណាថ្វាយខ្លួនហើយត្រូវកាន់សិក្ខាបទកាន់វិន័យ5វិន័យ8វិន័យ10ខ្មែរណាធ្វើអញ្ចឹងអត់ទេអញ្ចឹងខ្មែរ 98% គឺជាទេយៈទេយិកាមានន័យថាគ្រាន់តែធ្វើបន់ធ្វើទានណាប៉ុន្តែអត់គោរពពុទ្ធសាសនាទេរីឯ Christian ឲ្យតែគេថាគេជាគ្រឹះសាសនិកគឺគេធ្វើ3ហ្នឹងទី1ទទួលស្គាល់ថាខ្លួនមានបាបហើយចង់បានការលាងបាបគេហៅ repentance ទី2ទទួលស្គាល់ការលាងបាបការលុបបាបដោយ baptism ទី3គឺរៀងរាល់សប្តាហ៍រៀងរាល់ថ្ងៃគឺសិក្សារៀនសូត្រនិងប្រតិបត្តិតាមបន្ទូលល្អរបស់ព្រះជាម្ចាស់ the words of God ហើយវិន័យ10សិក្ខាបទ10គឺខំប្រឹងធ្វើសិក្ខាបទ10ហ្នឹងខំប្រឹងធ្វើដោយអនុវត្តនៅវិន័យទាំង10ហ្នឹងគេហៅថា Ten Commandments អញ្ចឹង Christian repentance baptize and follow the words of God ចំណែក Buddhism ណា accept the Buddha which is the supreme master accepting the Sangha is the preacher and the disseminator of the Dharma accept the Dharma by accepting precept 5 precept 10 precept 5 precept 8 or precept 10តែវាអត់អញ្ចឹងយើងនឹងមិនសូវច្បាស់ទេតែបើនិយាយឲ្យចំគឺយើងនឹងមិនមែនជាសាសពុទ្ធសាសនិកទេយើងគ្រាន់តែជាទេយៈទេបើប្រុសជាទេយៈបើស្រីជាទេយិកាណាចំណែក Christian គេអត់អញ្ចឹងទេ you cannot become Christian by not accepting the three គឺទី1 to understand that we have sin and want repentance and baptizing in order to ask God for forgiveness and cleanliness of sin and continue to study words of God and Ten Commandments in order to keep oneself clear better off from sinful acts Buddhism ក៏ដូចគ្នាគឺ accepting the Buddha as supreme teacher accepting the Sangha the monk the community of monks as disseminator and preacher of the Dharma and practicing the Dharma with discipline 5 discipline 8 discipline 10ទាំងពីរហ្នឹងគឺអញ្ចឹងនេះគឺតា James Sock បញ្យល់ណាកូនណាអូខេប៉ុណ្ណឹងណាកូនណា